សួស្តីទាំងអស់គ្នាហើយនេះវីដេអូថ្ងៃទី10របស់ខ្ញុំដែលខ្ញុំទៅបាងកកហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលត្រូវចុះ field អញ្ចឹងណាខាង CSI រៀបចំ field visit ទៅខាងច័ន្ទបុរីនាំអ្នកសារព័ត៌មានពីខ្មែរហើយអ្នកសារព័ត៌មានពីខាងហ្វីលីពីនទៅ field visit នៅកន្លែងហ្នឹងជាកន្លែងចម្រោករបស់សត្វបជាវហើយនិងសត្វជ្រឹងអញ្ចឹងណាទាំងអស់គ្នាហើយនេះពេលដែលខ្ញុំក្រោកមកការស្លៀកពាក់របស់ខ្ញុំស្លៀកពាក់លក្ខណៈចុះ field រៀង easy អញ្ចឹងណាទាំងអស់គ្នាហើយមុននឹងពេលដែលទៅហ្នឹងគឺត្រូវចុះមក break first ពួកអីពេលចុះ field វាយើងទៅឆ្ងាយទៅអីហើយណាមួយនៅថៃនៅអីទៀតហើយនៅម្ដុំហ្នឹងបើតាមដឹងគឺលក្ខណៈមួយដូចថាអត់សូវជាប្រជុំជនណាអញ្ចឹងអ្វីដែលបារម្ភគឺខ្លាចយើងអត់មានអីញ៉ាំអញ្ចឹងយើងញ៉ាំ break first ឲ្យឆ្អែតសិននៅផឹកហ្នឹងអញ្ចឹងណាមុនពេលយើងធ្វើដំណើរទៅមើលសត្វបជាវហើយនិងសត្វជ្រឹងហ្នឹងហើយទាំងអស់គ្នាហើយអាហារពេលព្រឹករបស់ខ្ញុំជាធម្មតាបើសិនជាខ្ញុំនៅខ្មែរខ្ញុំអត់ញ៉ាំអាហារពេលព្រឹកទេតែដោយសារតែនៅបាងកកខ្ញុំញ៉ាំអាហារពេលព្រឹកជារៀងរាល់ព្រឹកចឹងដោយសារតែពេលយើងក្រោកឡើងចឹងទៅវាខ្ញុំធ្វើ fasting អត់បានទេទាំងអស់គ្នាហើយនេះញ៉ាំហើយពួកយើងក៏នាំគ្នាចុះទៅនេះនៅក្នុងចតាយយើងទាំងអស់គ្នាចុះទៅខាងក្រោមទាំងអស់គ្នាគាត់ឈ្មោះ Sam ហើយគឺជាអ្នកបកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរឲ្យក្រុមអ្នកសារព័ត៌មានរបស់ខ្មែរស្ដាប់ទាំងអស់គ្នាមិនមែនចង់មានន័យថាគាត់ទៅដើមការងារយើងទេណាប៉ុន្តែយើងពិចារណាមើលទាំងអស់គ្នាថាហេតុអីអូខេខ្ញុំនិយាយតែប៉ុណ្្នឹងឥឡូវគឺយើងបានទៅដល់ field visit នៅខាងច័ន្ទបុរីហ្នឹងហើយនេះគឺជាទស្សនវិជ្ជានៃពេលយើងទៅដល់មានសត្វជ្រឹងប៉ុន្តែខាងអ្នករៀបចំកម្មវិធីគាត់ជាពិសេសគ្រូខ្ញុំគាត់ប្រាប់ថាអត់ឲ្យយើងទៅនៅខាងក្រោមដើមហ្នឹងទេពីព្រោះអីយើងអត់ទាន់មានការស្លៀកពាក់អត់ទាន់មានអីការពារទេអញ្ចឹងគាត់បារម្ភត្រង់ថាសត្វជ្រឹងហ្នឹងអាចនោមឬក៏សត្វជ្រឹងហ្នឹងអាចខ្ទាក់មាត់អីមកប៉ះពាល់ជាមួយខ្លួនប្រាណរបស់យើងជាបុគ្គលម្នាក់ដែលអាចនាំយកអា virus ពីសត្វជ្រឹងឬក៏សត្វជាវហ្នឹងមកទីក្រុងវិញអីអញ្ចឹងជាដើមណាទាំងអស់គ្នាហើយនេះទស្សនវិជ្ជានៅក្នុងវត្តនឹងឈ្មោះវត្តអីនេះទាំងអស់គ្នាខ្ញុំคลิกបាត់ហើយនេះដើរចុះដើរឡើងក៏ឃើញផ្កានេះស្អាតក៏ថតផ្កានេះលេងអញ្ចឹងណាអូយទាំងអស់គ្នាការពិតខ្ញុំឃើញផ្កាហ្នឹងនៅថៃនៅច័ន្ទបុរីហ្នឹងហើយនៅពេលដែលខ្ញុំមកខ្មែរវិញខ្ញុំទៅ Sofitel ផ្កាហ្នឹងឡើងពេញ Sofitel ហើយដំបូងពេលយើងអត់ដឹងអញ្ចឹងយើងឆ្ងល់អីហើយចាប់អារម្មណ៍មែនតើផ្កានេះបើសិនជាបានយកទៅដាំនៅចកាអីលយមែនតើទាំងអស់គ្នានេះប្រទាលនេះខ្ញុំសុំអ៊ំនៅថៃហ្នឹងហើយខ្ញុំដាក់បានម្ដងខ្មែរឥឡូវខ្ញុំដាំឡើងដុះបន្តហើយនេះទាំងអស់គ្នាគឺជា assistant ជំនួយការរបស់ខាងដុកទ័រសុផាផនអញ្ចឹងណាហើយអញ្ចឹងគាត់ស្លៀកពាក់ដើម្បីធ្វើពិសោធន៍ឲ្យយើងមើលថាគាត់យកទឹកនោមជាអីហ្នឹងលក្ខណៈរបៀបម៉េចដើម្បីយកទៅពិសោធន៍អញ្ចឹងណាហើយដុកទ័រសុផាផនហ្នឹងគឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីម្នាក់ដែលគាត់បានរកឃើញតាក់ទងជាមួយនឹងអាការជំងឺពីសត្វបជាវមកនេះអញ្ចឹងណាជំងឺអីនេះខ្ញុំដល់ពេលវីដេអូនឹងយូរពេកទៅឡើងតាំងពីខែ1មកខ្ញុំคลิกបាត់ថាជំងឺដែលឆ្លងពីបជាវហើយជ្រឹងហ្នឹងមកដែលគាត់រកឃើញហ្នឹងហើយគាត់បាន recommend ទៅខាងរដ្ឋាភិបាលរបស់ខាងប្រទេសថៃហ្នឹងណាហើយខ្ញុំคลิกបាត់ទាំងអស់គ្នាហើយវាជាកំហុសបច្ចេកទេសរបស់ខ្ញុំដែរដែលខ្ញុំអត់បានឆែកមើលមុនខ្ញុំ voice over វីដេអូហ្នឹងអញ្ចឹងណាហើយខ្ញុំគិតថាឥឡូវហ្នឹងវីដេអូហ្នឹងវាទៅអញ្ចឹងហើយចាំមើលខ្ញុំនឹងមិនបានខ្ញុំព្យាយាមបញ្យល់នៅពេលក្រោយអញ្ចឹងណាទាំងអស់គ្នាហើយនេះទស្សនវិជ្ជាពេលដែលយើងដើរទៅខាងក្រោយជ្រក់ខាងក្រោយហ្នឹងគឺជាទីកន្លែងដែលជ្រឹងហើយនឹងបជាវហ្នឹងគឺផ្ដុំគ្នានៅហ្នឹងក្នុងគ្នានៅកន្លែងខាងក្រោយហ្នឹងអញ្ចឹងណាហើយនៅក្នុងបេសកកម្មពេលយើងចុះ field ហ្នឹងគឺយើងបែងចែកទូនាទីវីដេអូអ្នកចុះថតវីដេអូផ្សេងអ្នក script ផ្សេងអ្នកអីផ្សេងអញ្ចឹងណាអញ្ចឹងអ្នកដែលអាចចូលទៅក្នុង zone ហ្នឹងបានគឺអ្នកដែលថតយកវីដេអូ footage ដែលត្រូវយកមកកាត់វីដេអូអីអញ្ចឹងណាហើយទូនាទីផ្សេងទៀតយើងអាចថាយើងថតពីចម្ងាយពីអីអញ្ចឹងពីព្រោះអីដុកទ័រសុផាផនហ្នឹងគាត់បានប្រាប់ដែរថាគាត់អាចនាំទៅទាំងអស់ទាំងវងបានទេពីព្រោះអាចធ្វើសលេងយើងដើរអញ្ចឹងទៅឲ្យសត្វនឹងផ្អើអីជាដើមអីអញ្ចឹងទៅអាចនឹងមានបញ្ហាអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងទូនាទីខ្ញុំជាទូនាទីជា producer អញ្ចឹងខ្ញុំអត់បានចូលទៅក្នុង zone ដែលខ្ញុំត្រូវថតយកវីដេអូ footage អីហ្នឹងជាដើមទេហើយក្រុមការងារ team របស់ខ្ញុំហ្នឹងគឺគាត់ដឹងពីទូនាទីរបស់គាត់ក្នុងការដែលគាត់ត្រូវថតយក footage របៀបមិនខ្លាយពីព្រោះអី trainer របស់ខ្ញុំអាគីគាត់បានបរៀនហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងត្រូវចុះអនុវត្តអីអញ្ចឹងជាដើមណាហើយខ្ញុំតនេអញ្ចឹងទៅខ្ញុំក៏ដើរថត footage អីខ្លះទុកដែរខ្លាចក្រុមការងារគាត់ខ្វះគាត់អីអញ្ចឹងណាហើយក៏ថតវីដេអូមួយចំនួនដើម្បីយកមកកាត់ជា vlog របស់ខ្លួនឯងអញ្ចឹងណាទាំងអស់គ្នាហ្នឹងហើយដូចទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងឃើញសត្វជ្រឹងហើការពិតជាសត្វជ្រឹងឯដែលហើនឹងទាំងអស់គ្នាពីព្រោះអីសត្វបជាវគឺជាធម្មតាគឺចេញពេលល្ងាចពេលរៀងមេលិចអីចឹងទៅថ្ងៃលិចចឹងទៅបានបជាវចេញចឹងណាហើយនេះជាជ្រឹងទេដែលហើចុះហើឡើងនឹងហើយក្រុមមិត្តភក្តិផ្សេងហ្នឹងក៏គាត់ថតវីដេអូថតអីជាដើមដែរអញ្ចឹងដូចទាំងអស់គ្នាឃើញវីដេអូហ្នឹងចឹងហើយវាជាបទពិសោធន៍ថ្មីមួយដែរដែលយើងបានចុះទៅដល់កន្លែងដែលទីចម្រោកសត្វជ្រឹងហើយសត្វបជាវរស់នៅអីចឹងណាហើយយើងដឹងស្រាប់ហើយតែពាក់ព័ន្ធជាមួយនឹងជំងឺមួយចំនួនធំដែលបានផ្ទុះឡើងកើតឡើងនៅលើសកលលោកគឺមកពីសត្វបជាវឬក៏សត្វជ្រឹងជាដើមអញ្ចឹងប៉ុន្តែសត្វហ្នឹងក៏មានអត្ថប្រយោជន៍របស់វាដែរអញ្ចឹងពេលខ្លះគឺយើងត្រូវយល់ដឹងថាយើងត្រូវការពាររបៀបម៉េចអញ្ចឹងហើយបានគេបង្កើតវគ្គបន្តតាហ្នឹងអញ្ចឹងណាហើយនេះទាំងអស់គ្នាគាត់គឺជាដុកទ័រសុផាផនដែលបន្ទាប់ពីគាត់នាំយើងទៅមើលកន្លែងទីចម្រោករបស់ជ្រឹងហើយបជាវហើយយើងត្រូវបកមកកន្លែងហ្នឹងដូចជាមណ្ឌលសុខភាពហើយគាត់ present ពាក់ព័ន្ធជាមួយនឹងអ្វីដែលគាត់រកឃើញអីអញ្ចឹងណាហើយកន្លែងនេះខ្ញុំស្រឡាញ់រូបដែលគាត់ដាក់ចុងក្រោយគេវាជាបជាវអញ្ចឹងណាទាំងអស់គ្នាហើយបន្ទាប់មកគឺយើងមួយថ្ងៃហ្នឹងយើងនៅ field visit រហូតហើយអានេះអាហារថ្ងៃត្រង់របស់យើងស្មោះត្រង់អាហារថ្ងៃត្រង់អត់ឆ្ងាញ់ទេហើយខ្ញុំពិបាកញ៉ាំណាស់ទាំងអស់គ្នាអើយខ្ញុំមិនមែនជាមនុស្សអ្នកដែលចូលចិត្តញ៉ាំសាំងវិចហើយពូ fast food របស់ម្ហូបអារ៉ុបអីទេហើយថតទុកជាអនុស្សាវរីយ៍ថាពីដំណើរដំណាក់កាលទៅដំណាក់កាលហ្នឹងយើងត្រូវធ្វើអីខ្លះអញ្ចឹងប៉ុន្តែសាំងវិចហ្នឹងគឺអត់ឆ្ងាញ់ទេហើយមិនត្រឹមតែមិនឆ្ងាញ់សម្រាប់ខ្ញុំទេសូម្បីតែខ្មែរផ្សេងទៀតក៏គាត់និយាយថាមិនឆ្ងាញ់ហើយពិបាកញ៉ាំហើយមនុស្សធ្លាប់តែញ៉ាំបាយអញ្ចឹងណាឆ្អែតពេលថ្ងៃហើយឲ្យតែញ៉ាំសាំងវិចហើយញ៉ាំសាំងវិចអត់ឆ្ងាញ់អញ្ចឹងទៀតជីវិតតែដឹងទៅមកមួយថ្ងៃយើងដាក់ចិត្តដាក់កាយព្រោះអីវាដូចអ្វីដែលខ្ញុំព្រៀងទុកពីព្រឹកថាពេលដែលចុះ field visit គឺអាចនឹងជួបរឿងអញ្ចឹងជាដើមហើយវាជាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ច្រើនមកទាំងអស់គ្នាអាជីពជាអ្នកសារព័ត៌មានយើងអាច expect ថាវា perfect នៅគ្រប់ទីកន្លែងនេះខ្ញុំចាត់ទុកថាហ្នឹងវារៀងគ្រាន់បើសិនជាទៅកន្លែងខ្លះគឺ
ពិបាកជាងនឹងទៀតហើយយើងត្រូវឆ្លាតវៃក្នុងការដោះស្រាយហើយត្រូវតែធ្វើអា risk assessment ណាសម្រាប់ខ្លួនឯងសម្រាប់ក្រុមការងារនិងសម្រាប់សហគមន៍ឬក៏សម្រាប់ប្រភពរបស់យើងថាបើសិនជាយើងចុះទៅផលិតព័ត៌មានថាតើបើសិនជាយើងជួបរឿងហ្នឹងហើយរឿងហ្នឹងវាកើតឡើងមែនថាតើយើងគួរតែធ្វើយ៉ាងម៉េចហើយដោយសារតែបទពិសោធន៍របស់ខ្ញុំនៅក្នុងអាជីពហ្នឹងវារៀងយូរឆ្នាំដែរអញ្ចឹងពេលខ្លះវាការរៀបចំរបស់ខ្ញុំវាអាចនឹងត្រូវវាមិនត្រូវ 100% ប៉ុន្តែវាអាចនឹងត្រូវហើយខ្ញុំអាចទទួលយកបានសម្រាប់ខ្លួនឯងពីព្រោះអីវាជាបទពិសោធន៍មួយល្អសម្រាប់ខ្ញុំដែលខ្ញុំរៀនបានអញ្ចឹងណាបងប្អូនហើយនេះពេលហើយអញ្ចឹងទៅខ្ញុំក៏ដើរទៅឆ្ងាយពីម្ដុំហ្នឹងទៅក៏ឃើញសួនផ្ការបស់ប្រជាពលរដ្ឋដែលគាត់នៅម្ដុំហ្នឹងអញ្ចឹងហើយដូចខ្ញុំគិតអញ្ចឹងទាំងអស់គ្នាគឺអត់មានអីញ៉ាំទេកាហ្វេអីក៏អត់មានដែរមិនមែនដូចទីក្រុងទេណាគឺអត់មានទេទាំងអស់គ្នាអ្វីដែលខ្ញុំគិតគឺត្រឹមត្រូវណាស់